បើដើរលេងហងៃរហូតទឹកចឹងធ្វើមិនអសល់លុយបើសម្រាប់ខ្ញុំមកគិតចឹងទេខ្ញុំគិតថានៅក្នុងវ័យប៉ុណ្ណឹងគឺជាវ័យដែលពេញអូលុយដូចគ្នាហើយក៏មានពេលដែលត្រូវសុបាយដូចគ្នាដែរចឹងពីហ្នឹងគឺត្រូវតែដើរដំណើរគ្នាកុំចាំដល់អាយុ40-50ចាំយើងមានលុយគ្រប់គ្រាន់តែបានយើងដើរពេលហ្នឹងអ្នកទាំងអស់គ្នាសំបីតែកម្លាំងដើរហើយនឹងឆ្អឹងខ្នងអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមទៅទ្រាំទៅតាមនឹងដូចគ្នាដែរចឹងនៅវ័យស្ដើង20ជាងហ្នឹងដើរបានហូបបានក៏ដើរទៅកុំខ្វល់ច្រើនពេក